ឥឡូវនេះយើងឃើញថាគូបន្តបាទបានចេញមកទៀតហើយគូនេះគឺក្រុមប្រឹក្សាខេត្តអន្លង់ជ្រៃបារមីតម្កល់រាជបាទដែលជាទូកឧបត្ថម្ភដោយក្រុមប្រឹក្សាខេត្តបាទទូកមេធំបងប្អូនបាទទូកមេធំបាទប៉ះគ្នាជាមួយនឹងដៃគូព្រះធាតុបាស្រីបារមីព្រះនរាយបាទខ្សែទឹកខាងក្រៅបាទរបស់រដ្ឋបាលស្រុកអូររាំងឪនេះដែលមានឯកសណ្ឋានពណ៌បៃតងបាទរំលេចទៅដោយច្រវាចុងច្រវាពណ៌ក្រហមខ្សែទឹកខាងក្នុងបាទទូករបស់ក្រមប្រឹក្សាខេត្តបាទគឺពណ៌ទឹកក្រូចឯកសណ្ឋានបាទមើលទៅជាវ៉ារបស់ក្រុមរក្សាខេត្តមួយផ្លឹបមកដោយរៀងជ្រៅដែរបាទរៀងជ្រៅដែរហើយចឹងហើយបាទឃើញថាដូចជាមានព្រៀបតាំងពីកងព័ន្ធទី1មកម្លេះបាទចាស់ថាចាស់ស្គាល់ផ្លូវជ្រៅមួយប៉ុន្តែស្ទុះបាទមួយតែស្ទុះបាទមួយងុំបាទឃើញថាខ្សែទឹកខាងក្នុងបាទខ្សែទឹកខាងក្នុងក្រុមប្រឹក្សាអន្លង់ជ្រៃបារមីតម្កល់រាជបាទរបស់ក្រុមប្រឹក្សាខេត្តបាទឃើញថាឡើងមកដាច់ពីគូប្រកួតតែម្ដងបាទឡើងដាច់ពីប្រធានបាស្រីបារមីព្រះនរាយបាទរបស់រដ្ឋបាលស្រុកអូររាំងឪបាទឥឡូវនេះគឺទូករបស់រដ្ឋបាលអធិស្ឋានបាទរបស់ក្រុមប្រឹក្សាខេត្តបាទទទួលបានជ័យជំនះបាត់ទៅហើយមកដល់ប៉ាល់អូនដល់យើងឡើងវិញមកមើលអាអត់ចេះចាញ់នេះទៅរឿងមកដល់យើងនេះកំមើលអានបងអាមើលដល់នេះអាគេទៅនេះបាទចាញ់នេះអូអត់អត់ភៀវក្រមៅបាទចង្វាពណ៌សនៅខាងក្នុងហើយខ្សែទឹកខាងក្រៅបាទក្រុមប្រឹក្សាខេត្តអន្លង់ជ្រៃបារមីតម្កល់រាជបាទដែលមានឯកសណ្ឋានពណ៌ទឹកក្រូចចង្វាពណ៌សបាទកំពុងឲ្យចាក់មួយជ្រៅផ្លឹបមកបាទចាំបានថាបាទចាស់អត់តខំទេចាស់អត់តខំទេមួយតែជ្រៅច្បាស់បាទឥឡូវនេះឃើញថាដាច់គូប្រកួតដាច់មែនទេបាទអូអាហ្នឹងលើកពៀននោះឥឡូវនេះឃើញថាទូករបស់ក្រុមប្រឹក្សាខេត្តបាទឡើងមកដល់កងពលផ្នែកក្រទៅហើយបាទញ៉ាំមកតំផឹងតែម្ដងបាទអំណរគុណបាទឯកឧត្តមអ៊ុនចិន្តាអភិបាលនៃគណៈអភិបាលខេត្តកំពង់ចាមនិងលោកជំទាវឧបត្ថម្ភថវិកាចំនួន5លានរៀលបាទជូនទៅកាន់រដ្ឋបាលខេត្តដើម្បីធ្វើការរៀបចំបាទនៃការអុំទូកនេះផងដែរបាទសូមអរគុណបាទឃើញថាគូទី2ជាគូបន្តបានកំពុងតែចេញពីទីព្រ័ត្របាទគឺទូកត្បូងឃ្មុំសែនជ័យបារមីស្ដេចកនខ្សែទឹកខាងក្នុងប៉ះជាមួយនឹងក្រុមប្រឹក្សាខេត្តអន្លង់ជ្រៃបារមីតម្កល់រាជខ្សែទឹកខាងក្រៅរបស់ក្រុមប្រឹក្សាខេត្តបាទកំពុងឆ្ពោះចិត្តដល់កងព័ន្ធទី2បើយើងនិយាយសាមញ្ញទៅថាទូកនេះគឺទូកអ្នកធំប៉ះអ្នកធំហើយបាទបាទអញ្ចឹងអត់ទាំងអស់គ្នាបាទឥឡូវនេះយើងឃើញថាខ្សែទឹកខាងក្រៅបាទត្បូងឃ្មុំសែនជ័យបារមីស្ដេចកនដែលជាទូករបស់រដ្ឋបាលខេត្តមានឯកសណ្ឋានពណ៌សច្រវាឯកសណ្ឋានពណ៌ក្រហមច្រវាពណ៌សបាទប៉ះជាមួយនឹងឯកសណ្ឋានស្តៀងគ្នាទៀតបាទពណ៌ទឹកក្រូចរបស់ក្រមរក្សាខេត្តអន្លង់ជ្រៃបារមីតម្កល់រាជបាទរបស់ក្រមរក្សាខេត្តតែម្ដងឃើញតាសំទុះបាទនៃទូកទាំងពីរនេះក៏កំពុងតែហក់បដិញប្រសងគ្នាមកហើយដែរបាទកំពុងតែចាប់កងព័ន្ធនេះហើយឥឡូវនេះយើងឃើញថាបាទខ្សែទឹកខាងក្រៅដូចរៀងចង់ងាកបាទចង់ងាកឥឡូវនេះខ្សែទឹកខាងក្នុងកំពុងតែបោះពួយបាទបោះពួយហើយ
បាទផុតកងពាន់ទី2ហើយបាទសម្មើអត់ថាតើខ្សែទឹកខាងក្នុងឬក៏ខ្សែទឹកខាងក្រៅ ឥឡូវក្នុងមកក្រៅបងប្អូនបាទក្នុងឬក្រៅបាទខ្សែទឹក បាទបងប្អូនកុំភ័យទោះបីជាចាញ់ក៏មេឲ្យហូរដែរ បាទបាទខ្សែទឹកខាងក្រៅបាទដូចជាទម្លាក់ដៃតឲ្យខាងក្នុងដល់ហើយបាទបាទ បាទ អូយបាទក្បាលទូកខាងក្រៅបាទប្រឹងតិចបាទ អូ អើយបាទយកពីសក់នឹងអត់តោះទៀតបាទប្រឹងលើបាទ សម្រាប់មិញអត់ព្រមទៅកាត់ បាទឥឡូវនេះសម្រាប់ថាខ្សែទឹកខាងក្នុងបាទក្រុមប្រឹក្សាខេត្តអន្លង់ជ្រៃបារមីតម្កល់រាជរបស់ក្រុមប្រឹក្សាខេត្តបានឈ្នះ Rồi, បាទឥឡូវនេះទូកចាប់ផ្ដើមចេញពីកងពាន់មកទៀតហើយបាទទូកពិសេសចុងក្រោយបងប្អូនយល់ណាពិសេសឥឡូវនេះបាទយើងឃើញថាចៅវ៉ាចាប់ផ្ដើមលូកមួយសន្សឹមបាទគូនេះខ្សែទឹកខាងក្នុងដេកជោសែនជ័យបារមីត្បូងឃ្មុំជាទូករបស់មន្ទីរព័ត៌មានមន្ទីរកិច្ចការនារីនិងមន្ទីរទេសចរខេត្តបាទនឹងប៉ះជាមួយខ្សែទឹកខាងក្រៅទូករបស់ក្រុមប្រឹក្សាខេត្តដែលមានឈ្មោះថាក្រុមប្រឹក្សាខេត្តអន្លង់ជ្រៃបារមីតម្កល់រាជបាទទូកទាំងពីរនេះជាទូកដែលល្បឿនខ្លាំងហើយលឿនដូចគ្នាឥឡូវនេះកំពុងតែប្រជែងគ្នាមកទៀតហើយទាំងខ្សែទឹកខាងក្នុងនិងខាងក្រៅបាទមកដល់កងពាន់ទី2អាចថានឹងចាប់ផ្ដើមញាប់បាទអាចនឹងដើមញាប់ហើយបាទប្រឹងធ្វើម៉េចឲ្យអស់បាទឲ្យអស់ទឹកចុងក្រោយហើយបាទបងប្អូនយើងក៏បាំងហើយបាទបាំងខ្ញុំហើយបាទមើលឃើញទេបាទឥឡូវនេះបងប្អូនណាខ្សែទឹកខាងក្រៅបាទខ្សែទឹកខាងក្រៅដែលមានឯកសន្តានពណ៌សចាក់មួយជ្រៅនេះគឺជាទូករបស់ក្រុមរក្សាខេត្តហើយបាទហើយទូកខ្សែទឹកខាងក្នុងពណ៌ទឹកសមុទ្របាទឯកសន្តានចង្វាពណ៌សដែរនោះបាទមិនដឹងថាម៉េចទេម្ដងនេះបាទបាទតាអីទេយើងក្មេងៗយើងអាចអុំនៅឆ្នាំក្រោយបានទៀតបាទយើងតអីសិនណាបាទតអីសិនបាទឈ្នះហើយបាទអូយបាទអបអសាទរបាទអបអសាទរទូកឯកឧត្តមក្រុមរក្សាខេត្តដឹកនាំដោយឯកឧត្តមលងធៀមបាទឃើញថាទទួលបានជ័យជំនះមកលើទូករបស់មន្ទីរព័ត៌មានមន្ទីរបាទឥឡូវនេះគូពិសេសចុងក្រោយបងប្អូនគូពិសេសចុងក្រោយបានបណ្ដែតខ្លួនសន្សឹមមកហើយបាទទូករបស់ស្នងការខេត្តត្បូងឃ្មុំយើងគឺនៅខ្សែទឹកខាងក្រៅហើយខ្សែទឹកខាងក្នុងនោះគឺទូកក្រុមប្រឹក្សាខេត្តអន្លង់ជ្រៃបារមីតម្កល់រាជជាទូកដឹកនាំដោយឯកឧត្តមលងធៀមប្រធានក្រុមប្រឹក្សាខេត្តបាទប៉ះគ្នាហើយគូនេះល្អហើយបាទល្អមើលហើយបាទឃើញថាទស្សនិកជនទាំងអ្នកមើលតាមការផ្សាយឥឡូវនេះខ្ញុំមើលឡើងឃើញហើយបាទបាំងហើយបាទឃើញថាឥឡូវនេះខ្សែទឹកខាងក្រៅដែលមានឯកសន្តានហើយខ្សែទឹកខាងក្នុងពណ៌ទឹកក្រូចរំលេចដោយចុងចង្វាពណ៌សនោះជាទូករបស់ក្រុមរក្សាខេត្តបាទដូច្នេះគូនេះគឺជាគូលេខ1និងលេខ2បងប្អូនបាទក្នុងឬក្រៅក្នុងបាទខ្ញុំឃើញថាខ្សែទឹកខាងក្នុងដូចជានាំមុខហើយបាទទូករបស់ក្រុមរក្សាខេត្តបាទនាំមុខហើយបាទទូកស្នងការយ៉ាងម៉េចចេះបាទគុំទម្លាក់ដៃណាបាទគុំទម្លាក់ដៃបាទអូបាទមើលទៅដូចសណ្ដក់ឆ្ងាយដែរហើយបាទសណ្ដក់ឆ្ងាយមកហើយក្នុងនេះក្រៅបាទអូបាទឃើញថាមកហើយបាទឥឡូវនេះយើងឃើញហើយបាទរកឃើញហើយបាទអបអរសាទរ
សាទរទូកដែលមានឈ្មោះថាក្រមព្រឹក្សាខេត្តអន្លង់ជ្រៃបារមីតម្កល់រាជជាទូករបស់ក្រមព្រឹក្សាខេត្តដឹកនាំដោយឯកឧត្តមលងធៀមប្រធានក្រមព្រឹក្សាខេត្តបាទជាទូកដែលទទួលបានលេខ1នៅក្នុងការប្រកួតឆ្នាំនេះបាទហើយលេខ2បានទៅលើទូកស្នងការត្បូងឃ្មុំសែនជ័យជាទូករបស់ស្នងការខេត្តដឹកនាំដោយលោកចិននីស្នងការខេត្តតែម្ដងបាទហើយលេខ3បានទៅលើទូកដេជោសែនជ័យបារមីត្បូងឃ្មុំជាទូករបស់មន្ទីរព័ត៌មានមន្ទីរកិច្ចការនារីនិងមន្ទីរទេសចរលេខ4បានទៅលើដំបែធិបតីបារមីដេជោជាទូករបស់រដ្ឋបាលស្រុកដំបែបាទសូមអរគុណ